chẳng mà mơประโยคរបស់យើងដំបូងគេនេះគឺប្រយោគ A 请注意安全请注意安全សូមប្រយ័ត្នសុវត្ថិភាពប្រយោគ B 速度快一点产量不够速度快一点产量不够លឿនដៃបន្តិចចំនួនមិនគ្រប់ទេគេនិយាយអំពីចំនួនដែលយើងកំពុងផលិតហ្នឹងគឺមិនដល់គោលដៅម្ដងទៀត速度快一点产量不够速度快一点产量不够លឿនដៃបន្តិចមកចំនួនមិនគ្រប់ទេនេះយើងប្រើនៅក្នុងដូចជាវិស័យរោងចក្រក៏អាចប្រើបានដែរនៅពេលដែលយើងទឿនកូនចៅរបស់យើងឲ្យធ្វើការឲ្យរហ័សរហួនឲ្យសន្ទុះការងារហ្នឹងលបឿនការងាររបស់គាត់ហ្នឹងឲ្យលឿនបន្តិចកុំមួយអញ្ចឹងណាហើយប្រយោគ C 今天所有人都要加班今天所有人都要加班ថ្ងៃនេះអ្នកទាំងអស់គ្នាត្រូវថែមម៉ោងបើសិនជាការងារយើងធ្វើចំនួនដល់គោលដៅយើងត្រូវតែស្នើសុំឲ្យកូនចៅរបស់យើងឬក៏កម្មករថែមម៉ោងប្រយោគបន្ទាប់这个质量不行要重做这个质量不行要重做បកថាគុណភាពមួយនេះមិនបានទេឬក៏មិនកើតទេត្រូវធ្វើឡើងវិញបើកន្លែងនេះបើមកកញ្ចក់ថាកែតំណែងមានថាតំណែងមួយហ្នឹងវាគុណភាពអត់ល្អខូចមិនស្អាតយើងត្រូវធ្វើម្ដងទៀតពាក្យថាយ៉ាវឆុងជក់នេះបកថាធ្វើឡើងវិញប្រយោគ E 明天要转新款明天要转新款大家准备一下明天要转新款大家准备一下បកថាស្អែកត្រូវបដូរម៉ូដថ្មីអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនផងមានន័យថាដូចជាយើងចប់ style មួយត្រូវឡើង style មួយទៀតកន្លែងនេះក៏យើងអាចបកថាឡើង style ថ្មីដែរនៅក្នុងអីវ៉ាន់របស់យើងមិនថាកាបូបឬក៏ខោអាវទេនៅពេលដែលយើងចប់ style ចាស់យើងត្រូវឡើង style ថ្មីយើងអាចនិយាយបានថាជួនស៊ីនខ្វានជួនស៊ីនខ្វានបដូរ style ថ្មីឬក៏ឡើង style ថ្មីអញ្ចឹងម្ដងទៀតប្រយោគ E 明天要转新款大家准备一下ស្អែកត្រូវបដូរម៉ូដថ្មីអ្នកទាំងអស់គ្នាត្រៀមខ្លួនផងឬក៏ត្រៀមខ្លួនបន្តិចអញ្ចឹងមិញនេះជាប្រយោគឥឡូវយើងមកមើលពាក្យដែលយើងដកស្រង់ចេញពីប្រយោគវិញម្ដងអញ្ចឹងទី1នេះគឺ质量បកថាគុណភាព质量បកថាគុណភាពពាក្យទី2不行បកថាមិនបានឬក៏មិនកើត不行មិនបានឬក៏មិនកើតពាក្យទី3重做បកថាត្រូវធ្វើឡើងវិញធ្វើម្ដងទៀតធ្វើសារថ្មី重做មកមើលពាក្យទី4របស់យើងជួនប៉ៃបកថារៀបចំឬក៏ត្រៀមខ្លួនអញ្ចឹងនៅពេលដែលយើងធ្វើអីមួយមុននឹងធ្វើអីមួយយើងត្រូវរៀបចំឬក៏ត្រៀមខ្លួនឲ្យហើយក្នុងភាសាចិនជួនប៉ៃពាក្យទី5注意បកថាប្រយ័ត្នឬក៏យកចិត្តទុកដាក់នៅពេលដែលយើងយកចិត្តទុកដាក់ធ្វើទៅលើរឿងអីមួយយើងអាចប្រើថា注意បកថាប្រយ័ត្នឬក៏មួយទៀតយកចិត្តទុកដាក់ពាក្យទី6转新款បកថាត្រូវបដូរម៉ូដថ្មីឬក៏ឡើង style ថ្មីដូចខ្ញុំបានបញ្យល់ប្រយោគខាងដើមអញ្ចឹង转新款បដូរ style ថ្មីឬក៏ឡើង style ថ្មីឬក៏បដូរម៉ូដថ្មីប្រើបានដូចគ្នាណាមកមើលពាក្យយើងពាក្យទី7បន្តទៀត安全បកថាសុវត្ថិភាព安全
an chuyển សុវត្ថិភាពពាក្យទី8សុតុបកថាលបឿនឬក៏សំទុះមានន័យថានៅពេលដែលយើងធ្វើការលបឿនរបស់យើងកាយវិការរបស់យើងត្រូវធ្វើឲ្យលឿនកុំមួយអញ្ចឹងណាអញ្ចឹងពាក្យថាលបឿនឬក៏សំទុះយើងនៅក្នុងភាសាចិនយើងអានថាសុតុដោយប្រយោគខាងដើមមិញអញ្ចឹងគឺសុតុខ្វៃទៀនលបឿនឬក៏កាយវិការដៃរបស់យើងនឹងឲ្យលឿនបន្តិចមកអូខេពាក្យទី9ឆានលៀងបកថាចំនួនផលិតផលអញ្ចឹងឆានលៀងនេះគឺចំនួនផលិតផលដែលយើងផលិតបានណាអញ្ចឹងកន្លែងនេះគេមានដាក់ចំនួនហើយគឺផលិតផលទៀតគឺចំនួនផលិតផលចំនួនដែលយើងផលិតបាននៅក្នុងខ្សែសង្វាក់ផលិតកម្មគឺមានចំនួនដែលគេកំណត់មកយើងផលិតបានប៉ុន្មានអញ្ចឹងចំនួនផលិតផលហ្នឹងយើងអានថាឆានលៀងអូខេអញ្ចឹងមេរៀនថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅមេរៀនបន្ទាប់ទៀតសូមអរគុណ